កំពុងតែបន្តការងារយើងបន្តទៀតទៅនឹងការដាំកូនឈើឲ្យ1000ដើមជាងឆ្មានេះការងារមកអ្នកមកកាយមកអីឥឡូវនេះពងធ្វើបន្តទៅទៀតនេះលោកគ្រូពងតែល្មីងចឹកនឹងការដាំកូនឈើដាំកុកគីអត្ថប្រយោជន៍វាច្រើនណាញោមហើយស្វិតហ្នឹងនេះដល់នេះសបោដាំកុកគីស្នាដៃលោកគ្រូចិត្តតែកែមុនតែលោកដាំត្រជាក់បើយើងទៅត្រជាក់បាទដើមឈើច្រើនហើយនេះមានព្រះអង្គគ្រូពងតែមមាញឹកក្នុងការដាំកូនឈើគ្រូខ្លាចដល់គ្រូទេចាឮពីព្រះអង្គគ្រូខ្លាចដល់តកូនសិស្សផងកាត់គ្រូទេតែតិចទៀតនឹងកាត់គ្រូអស់ហើយសកម្មភាពបានទេកាត់គ្រូទេថ្ងៃនេះបានទេសិស្សច្រើនណាស់យើងដាំកូនឈើ1000ដើមគោលដៅចង់យក1000ដើមតែមិនដឹងថាអាចបាន1000ដើមអត់ទេហើយមុនមកយើងបន្សាំវាសិនបណ្ដោះបណ្ដាវាឲ្យវាចេញរូបរាងឲ្យរឿងធំតិចបានគេយកទៅដាំវាដាំនៅកន្លែងស្រះសបនិមិត្តបន្លែងសបនិមិត្តមិនលុបផងលំអផងហើយទុកឲ្យកូនចៅចំនួនក្រោយបានឃើញឲ្យប្រើប្រាស់ហ្នឹង50ឆ្នាំកូនចៅចំនួនក្រោយកាត់លុប100ឆ្នាំអីទៀតបានទេដើមប៉ុណ្ណេះកុកគីសំខាន់ទូកហើយបើអ្នកស្រឡាញ់ទូកអីដល់ត្រូវហើយ100ឆ្នាំទៀតអាចធ្វើបាន2ជំនាន់បើជា2ជំនាន់3ជំនាន់អីបានហើយស្លាប់ហើយកើតម្ដងទៀតស្លាប់ម្ដងទៀតបានផល2ជំនាន់ណាលើកនេះស្លាប់ម្ដងហើយម្ដងទៀតមើលតែស្នាដៃល្អទៅចាស់ពីមុននោះលោកដាំឥឡូវនេះឡើងដាំប៉ុណ្ណាណីដល់ចតកាជំនាន់ទី12ហើយអត់បានទូករៀនទេអញ្ចឹងយើងត្រូវមានអ្នកស្នងជាងទូកមួយទៀតមានដើមកុកគីមិនថាមានអ្នកស្នងជាងទូកក៏ពិបាកដែររើសវែងណាដើមអានេះគាត់ទៅរើសវាពាក់កណ្ដាលនៃដើមកញ្ញុមហ៎គាត់ដូចជាថ្នងនេះរើសវែងយ៉ាងដើមហ្មងមើលរើសហ៎អូយនៅខាងកណាសបោតាធ្នងកណាអត់ខ្វះទេអាហ្នឹងកណាវិមុតសបោច័ន្ទការីតែបកុកគីអត់សូវមានទេអត់មានបណ្ដោយតែបើធ្នងអាហ្នឹងគឺសបោហ្មងខាងកណាខាងកណាមុនសបោកញ្ញុមនៅគេកាត់លក់អស់ទៅអំបល់ដោយសារអត់សូវបានតែងវាយើងផងក្នុងវាទៅអត់ដែលបានតែងវាទៅវាអត់សូវមានបង្ថនទៅក៏ឃើញស្រឡាញ់ដែរធ្នងហ្នឹងបង្ថនទៅទៅយ៉ាចំឡងដាក់ឲ្យច្រើនតិចទៀតមកច្រោយណាដើម្បីចាក់ទឹកទៅកុំឲ្យវានេះវាចេញអាដីហ្នឹងមកនៅតែគ្រូវត្តមិនទាន់បាននាំទៅលេងស្រុកកណាម្ដងណនិយាយក្នុងវីដេអូនេះហើយគ្រូបីវត្តលឺហើយបើជាមុនហើយបើនេះបើជាត្រៀមចង្ហាន់ទៀតត្រៀមចង្ហាន់ទឹកទៀតខែនេះអស់រវល់ហើយបីវត្តត្រីសងផងនេះខ្ញុំចាស់ថេលីលោកមានញឹកការងារច្រើនសឹងតែរោពេលសម្រាប់អត់បានចេញតែពីនេះទៅវិញថាបិចឈោកលាកណ្ដិតកាត់ទៅវិញគឺកាន់សភៅហើយមកនេះសិស្សឡាយចឹងឯងការងារអីក៏ចេះដែរបល័យញែកហ៊ានហែកសាប់បិកហាក់បល័យអីទៅវិញចាប់ដើមកាន់សភៅបិចវិញហើយមកនេះតបតែងអូយបោះសម្អាតក៏ជំនាញដាំឈើកូនឈើតិចតូចនេះចាប់ដើមជំនាញមួយទៀតនេះបានភ្លៀងមកឡៃក្រុកបងមានតលងហៅព្រឹកវិញឡើងលងតណែកតិចពេកលងតណែកដល់ព្រឹកវិញថានេះសិជំនាញយើងទៅរៀនកូនឈើយើងរៀនសាក់ដាំយើងត្រូវតែសិក្សាពីដីទៀតត្រូវលាយវាជីកប៉ុស្អីខ្លះដើម្បីដាំវាឲ្យវាថិតថេរអញ្ចឹងសូគ្រូកម្មមិនត្រូវបើគ្រូខានអត់មកគ្រូខានមកបានហើយ
តម្រាំជាងបានដីមកថងចេះគឺយើងមានក្រុមការងារជួយមួយសាទៀតនោះនេះcònអ្នកដាំមានអ្នកលាយចំប៉ល់នោះលោកគ្រូផ្នែកខាងកសិកម្មរៀនចប់គឺលោកគ្រូលោកដឹងច្រើន